สุดท้ายบางคนទាំងអស់គ្នាវីដេអូថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនទាំងអស់គ្នាឲ្យចេះអំពីរបៀបទៅលុបនៅ account Facebook នៅក្នុងឆ្នាំ2026បងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះអាចមើលនៅវីដេអូដែលខ្ញុំធ្វើបទបង្ហាញមួយនេះដល់ចប់បាទអញ្ចឹងជាដំបូងបងប្អូនធ្វើការចូលទៅកាន់នៅ account Facebook ទៅបាទហ្នឹងហើយបន្តមកទៀតនេះគឺជា account Facebook ដែលខ្ញុំបានបង្កើតនៅថ្ងៃមុនបាទអញ្ចឹងបន្តមកទៀតយើងធ្វើការប្រឡេកមកមើលខាងលើបងប្អូនបាទមានត្រី3បងប្អូនបាទនៅជាប់អក្សរដែលគេដាក់ថា Facebook ហ្នឹងបងប្អូនបាទខាងលើហ្នឹងបងប្អូនធ្វើការចុចចូលមកបាទហ្នឹងហើយបន្តមកទៀតបងប្អូនស្គ្រូលឡើងទៅលើទៅបងប្អូនទៅយកពាក្យមួយពាក្យគេដាក់ថានេះអង់គ្លេសកងចាបងប្អូនបាទខ្ញុំអត់សូវចេះអង់គ្លេសទេសូមអធិស្ឋានបាទអញ្ចឹងបងប្អូនធ្វើការចុចតាមខ្ញុំមកបាទហើយយើងចុចលើរូបកងចាក់ហ្នឹងមកបាទហ្នឹងហើយបន្តមកទៀតបងប្អូនយកអាទី2បាទក្រោមកងចាក់ហ្នឹងបាទពាក្យថា setting ហ្នឹងបាទអក្សរអង់គ្លេសហ្នឹងមានរូបក្បាលមនុស្សបងប្អូនបាទហ្នឹងហើយខ្ញុំបងប្អូនចុចលើនឹងទៀតមកបាទហ្នឹងហើយអញ្ចឹងបន្តមកទៀតមកដល់តម្រងបែបនេះបងប្អូនធ្វើការទៅយកពាក្យខាងលើបាទគឺពាក្យថា account នេះបាទ account create មកបងប្អូនហ្នឹងហើយចុចតាមខ្ញុំមកបាទអញ្ចឹងបើយើងមកដល់តម្រងបែបនេះហើយបងប្អូនធ្វើការក៏លេខមកមើលខាងក្រោមនេះបាទគឺអាកន្លែងរូបមនុស្សបងប្អូនរូបមនុស្សទូចមើលខាងក្រោមហ្នឹងបាទបងប្អូនធ្វើការចុចពីលើហ្នឹងមកបាទហ្នឹងហើយអញ្ចឹងមកដល់តម្រងបែបនេះបងប្អូនយកពាក្យនេះបាទពាក្យអក្សរ M នេះបាទបងប្អូនធ្វើការចុចពីលើហ្នឹងទៅបាទតោះបើយើងចូលមកដល់តម្រងបែបនេះបងប្អូននឹងឃើញពី option នេះបាទអញ្ចឹងអ្វីដែលយើងគួរធ្វើគឺនៅខាងលើបងប្អូនបាទពាក្យថាខ្វែងនេះបាទពាក្យអាកន្លែងខ្វែងហ្នឹងបងប្អូនចុចមកបាទចុចនឹងតាមខ្ញុំមកបាទហ្នឹងហើយបន្ទាប់មកទៀតបងប្អូននឹងឃើញពាក្យខាងក្រោមគេដាក់ថា delete account នេះបាទអញ្ចឹងបងប្អូនធ្វើការចុចគ្រីសកន្លែងហ្នឹងមកបាទហើយយើងយកពាក្យថា confirm បាទអញ្ចឹងមកដល់ត្រង់ចំណុចនេះគេសួរយើងបងប្អូនបាទអញ្ចឹងយើងមិនឆ្លើយទេយើងចុចពាក្យ confirm ទៀតមកបាទហ្នឹងហើយអញ្ចឹងមកដល់តម្រងបែបនេះបងប្អូនធ្វើការចុចពាក្យ continue ទៀតបាទពាក្យ QQ ហ្នឹងបាទកន្លែង QQ ហ្នឹងចុចតាមខ្ញុំមកហ្នឹងហើយមកដល់ត្រង់ចំណុចបែបនេះគេឲ្យយើងធ្វើការវាយនៅលេខកូដដែលយើងបានបង្កើតនៅ account Facebook ហ្នឹងបងប្អូនបាទអញ្ចឹងបងប្អូនកើត account Facebook ដូចខ្ញុំប្រាប់អញ្ចឹងបងប្អូនត្រូវយកប៊ិចយកសភៅកត់ទុកអញ្ចឹងណាដើម្បីយើងប្រើការនៅថ្ងៃក្រោយអញ្ចឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងយើងធ្វើការវាយនៅលេខសម្ងាត់ Facebook ដែលយើងបានបង្កើតនៅ account ហ្នឹងតែបាទអញ្ចឹងខ្ញុំសូមធ្វើការវាយបាទអញ្ចឹងបងប្អូនវាយទៅខ្ញុំសូមវាយនៅ account របស់ខ្ញុំបាទអញ្ចឹងខ្ញុំបានធ្វើការវាយរួចរាល់ហើយបងប្អូនមើលខាងក្រោមនេះបាទពាក្យថា continue បាទពណ៌ Q ហ្នឹងបាទចុចមកចុចតាមខ្ញុំអញ្ចឹងមកបាទហ្នឹងហើយអញ្ចឹង account ហ្នឹងយើងអាចយកមកវិញបានក្នុងរយៈពេល30ថ្ងៃក្រោយនេះបាទគេទុកពេលយើង30ថ្ងៃបាទអញ្ចឹងហួសពី30ថ្ងៃហ្នឹងទៅគឺគេលុបចោលយើងរហូតដែរបាទអញ្ចឹងយើងយកពាក្យថា delete account នេះទៀតមកបាទហ្នឹងហើយបងប្អូនចុច delete មកបាទអញ្ចឹង account ហ្នឹងគេធ្វើការលុបចោលបងប្អូនបាទហ្នឹងហើយអញ្ចឹងរបស់ខ្ញុំលើមុនមាន4ណាបងប្អូនឥឡូវខ្ញុំលុបចោលមួយនៅសល់តែ3បងប្អូនបាទអញ្ចឹងការលុប account Facebook គឺវាបានលុបឲ្យខ្ញុំហើយបាទអញ្ចឹង account ហ្នឹងនឹងបាត់បង់ជារៀងរហូតអញ្ចឹងណាបងប្អូនបាទអញ្ចឹងវីដេអូអំពីរបៀបការលុប account Facebook ឆ្នាំ2021គឺមកដល់ទីបញ្ចប់ហើយបងប្អូនបាទអញ្ចឹងចុងក្រោយបងប្អូនពេញចិត្តនៅវីដេអូដែលខ្ញុំទៅបត់បង្ហាញនេះសូមកុំភ្លេចជួយចុច like និង subscribe ដាក់សញ្ញាកណ្ដឹងឲ្យ channel ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូចំណេះដឹងខ្លីៗពីខ្ញុំបាទទៀតអញ្ចឹងសូមអរគុណបងប្អូនសូមគោរពលាបាទ